រដ្ឋបាលទីក្រុងតេរ៉ង់បានស្នើសុំលុបកិច្ចព្រមព្រៀងជាមួយអាមេរិកបណ្ដោះអាសន្នដោយសំអាងថាកិច្ចព្រមព្រៀងមានតែនៅលើក្រដាសគឺគ្មានប្រសិទ្ធភាពខណៈភាគីទាំងពីរមិនបានអនុវត្តដោយសារអាមេរិកបន្តបើកឆាកវាយប្រហារលើអ៊ីរ៉ង់មុនខណៈអ៊ីរ៉ង់ក៏មិនបង្អង់ប្រកាសប្រើសិទ្ធិស្វ័យការពារតាមច្បាប់អន្តរជាតិមាត្រា51ដើម្បីវាយបកទប់ទល់នឹងសត្រូវឈ្លានពានគឺសំដៅទៅលើសហរដ្ឋអាមេរិកនៅព្រឹកថ្ងៃទី28ខែមិថុនាឆ្នាំ2026សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារតាមអាកាសរបស់យោធាអាមេរិកលើមូលដ្ឋានអ៊ីរ៉ង់សេចក្តីថ្លែងការណ៍នោះបញ្ជាក់ថាអាមេរិកបានរំលោភកិច្ចព្រមព្រៀងមុនដោយវាយប្រហារបាញ់ទម្លាក់ដ្រូនរបស់អ៊ីរ៉ង់ប្រព័ន្ធរ៉ាដាការពារដែនអាកាសរបស់អ៊ីរ៉ង់ឃ្លាំងស្តុកអាវុធនិងហេដ្ឋារចនាសម្ព័ន្ធអ៊ីរ៉ង់ជាច្រើនទៀតការវាយប្រហារដ៏ឃោរឃៅនេះបង្កើតបានជាការរំលោភយ៉ាងច្បាស់លាស់លើមាត្រា2វគ្គ4នៃធម្មនុញ្ញអង្គការសហប្រជាជាតិនិងជាការរំលោភយ៉ាងច្បាស់លាស់លើចំណុចទី1នៃអនុសារណៈយោគយល់គ្នា MOU ស្ដីពីបទឈប់បាញ់ចុះថ្ងៃទី18ខែមិថុនាឆ្នាំ2026សេចក្តីថ្លែងការណ៍នេះសង្កត់ធ្ងន់ថាការវាយប្រហារនេះឆ្លុះបញ្ចាំងពីការមិនអើពើឬមិនយកចិត្តទុកដាក់របស់រដ្ឋាភិបាលអាមេរិកចំពោះគុណតម្លៃនិងភាពជឿជាក់នៃកាតព្វកិច្ចរបស់ខ្លួនដោយរំលោភលើការសន្យាដែលភាគីទាំងពីរបានព្រមព្រៀងគ្នានិងបានចុះហត្ថលេខាយល់ព្រមផ្អាកការវាយប្រហារគ្នារយៈពេល60ថ្ងៃក្នុងសេចក្តីថ្លែងការណ៍នោះផងដែរអ៊ីរ៉ង់សូមរំលឹកឡើងវិញនូវសេចក្តីជូនដំណឹងរបស់ខ្លួនទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងអគ្គលេខាធិការអង្គការសហប្រជាជាតិឲ្យបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិដោយត្រូវថ្កោលទោសអាមេរិកដែលបន្តវាយប្រហារលើអ៊ីរ៉ង់យ៉ាងនេះក្តីសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បញ្ជាក់ចំហជាថ្មីនៅការបដិញ្ញាចិត្តរបស់ខ្លួនក្នុងការការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានផ្នែកយោធារបស់អាមេរិកដោយអនុវត្តសិទ្ធិការពារខ្លួនក្រោមមាត្រា51នៃធម្មនុញ្ញអង្គការសហប្រជាជាតិដើម្បីវាយបកសត្រូវឈ្លានពានវិញការនេះអ៊ីរ៉ង់ស្នើសុំលុបកិច្ចព្រមព្រៀងសន្តិភាពជាមួយអាមេរិកជាបណ្ដោះអាសន្នដើម្បីប្រើសិទ្ធិស្វ័យការពារវាយបកទប់ទល់ប្រឆាំងទៅនឹងសត្រូវឈ្លានពានដែលវាយប្រហារលើប្រទេសអ៊ីរ៉ង់ម្ដងជាពីរដងនេះរដ្ឋបាលទីក្រុងតេរ៉ង់អះអាងថាការវាយបកប្រឆាំងនឹងសត្រូវនេះគឺអ៊ីរ៉ង់អនុវត្តតាមច្បាប់អន្តរជាតិមាត្រា51នៃធម្មនុញ្ញអង្គការសហប្រជាជាតិតែប៉ុណ្ណោះមិនបានរំលោភបំពានឬធ្វើខុសច្បាប់អន្តរជាតិនោះទេដែលការនេះស្នើឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងអគ្គលេខាធិការអង្គការសហប្រជាជាតិពិនិត្យមើលថាតើអ៊ីរ៉ង់ជាអ្នកខុសឬប្រទេសមហាអំណាចដូចជាអាមេរិកជាអ្នកខុសរដ្ឋបាលទីក្រុងតេរ៉ានបញ្ជាក់ចំហទៀតថាកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចដើម្បីវាយទប់ទល់ប្រឆាំងនឹងការឈ្លានពានម្ដងទៀតរបស់អាមេរិកដែលតែងតែចិញ្ចឹមចិត្តធ្វើបាបឈ្លានពានអ៊ីរ៉ង់ប្រពន្ធដដែលបញ្ជាក់ថាបើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងអគ្គលេខាធិការអង្គការសហប្រជាជាតិមិនថ្កោលទោសអាមេរិកទេអ៊ីរ៉ង់មានតែប្រើសិទ្ធិស្វ័យការពារខ្លួនតាមមាត្រា51ដើម្បីវាយសង្គ្រោះលើមូលដ្ឋានទ័ពអាមេរិកដើម្បីសងសឹកព្រោះនេះជាការរំលោភលើអធិបតេយ្យភាពរបស់ប្រទេសអ៊ីរ៉ង់គួររំលឹកថាមាត្រា51នៃធម្មនុញ្ញអង្គការសហប្រជាជាតិចែងអំពីសិទ្ធិការពារខ្លួនដោយស្របច្បាប់ប្រសិនបើប្រទេសសមាជិកណាមួយត្រូវបានវាយប្រហារដោយអាវុធប្រទេសនោះមានសិទ្ធិការពារខ្លួនដោយឯកឯងឬរួមជាមួយប្រទេសដទៃរហូតដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចាត់វិធានការចាំបាច់ដើម្បីរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិវិធានការការពារខ្លួនទាំងនោះត្រូវជូនដំណឹងទៅក្រុមប្រឹក្សាសន្តិសុខភ្លាមហើយមិនប៉ះពាល់ដល់អំណាចរបស់ក្រុមប្រឹក្សាសន្តិសុខក្នុងការចាត់វិធានការដែលខ្លួនយល់ថាចាំបាច់នោះទេបន្ថែមពីនេះកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ IRGC បញ្ជាក់ថាខ្លួនបានបាញ់មីស៊ីលនិងយន្តហោះគ្មានមនុស្សបើក drone ទៅលើមូលដ្ឋានទ័ពអាកាសអាមេរិកនិងកងនាវាទី5របស់អាមេរិកនៅក្នុងប្រទេសគូវ៉ែតនិងបារ៉ែននិងគម្រាមលុបកិច្ចព្រមព្រៀងអ៊ីស្លាមាបាតដោយអះអាងថាវាគឺជាការសងសឹកចំពោះសហរដ្ឋអាមេរិកដែលរំលោភលើបទឈប់បាញ់មុនកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ IRGC ក្រោមការដឹកនាំរបស់មេដឹកនាំកម្ពុជាមុយតាបាខេម៉ានីដែលចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយដោយនិយាយថាកងកម្លាំងអាកាសនិងកងទ័ពជើងទឹករបស់ខ្លួនបានរួមគ្នាបើកការវាយប្រហារដ៏សំខាន់មួយដោយប្រើមីស៊ីលនិងយន្តហោះគ្មានមនុស្សបើក drone ទៅលើគោលដៅយោធាអាមេរិកនៅក្នុងប្រទេសគូវ៉ែតនិងបារ៉ែនដើម្បីសងសឹកចំពោះយោធាអាមេរិក
ក្រោមការដឹកនាំរបស់ប្រធានាធិបតីត្រាំដែលបានបើកការវាយប្រហារលើទីតាំងឆ្នេរសមុទ្រអ៊ីរ៉ង់និងប្រព័ន្ធរ៉ាដាការពារដែនអាកាសអ៊ីរ៉ង់សេចក្តីថ្លែងការណ៍បានបញ្ជាក់ថាគោលដៅនៃការវាយប្រហារលើមូលដ្ឋានទ័ពអាកាសអាលីអាល់សាឡេមក្នុងប្រទេសគុយវ៉ែតនិងកងនាវាទី5របស់អាមេរិកនៅកំពង់ផែមីណាសាមែនក្នុងប្រទេសបារ៉ែនអ៊ីរ៉ង់អះអាងថាការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកគឺជាសិទ្ធិរបស់ខ្លួនក្រោមមាត្រា1នៃអនុសារណៈយោគយល់គ្នាអ៊ីស្លាមាបាតដែលប្រកាសថាទីក្រុងតេហ៍រ៉ង់មានសិទ្ធិគ្រប់គ្រាន់ក្នុងការធ្វើនាវាចរឆ្លងកាត់ច្រកសមុទ្រហូម៉ូសបើនាវាណាចង់ឆ្លងកាត់ត្រូវសុំការអនុញ្ញាតពីភាគីអ៊ីរ៉ង់ជាមុនសិនបើមិនដូច្នោះទេត្រូវរងការវាយប្រហារភ្លាមៗ